ជំរាបសួរបងប្អូនទាំងអស់គ្នាចាមកយ៉ាងខ្ញុំមកដែរបានផុសវីដេអូចូល YouTube ពេលអញ្ចឹងថ្ងៃហ្នឹងខ្ញុំមកជាមួយនឹងផុសចិញ្ច្រាំបងប្អូនទាំងអស់គ្នាចាអញ្ចឹងជាដំបូងគឺខ្ញុំធ្វើការចិញ្ច្រាំខ្ទឹមសចាសម្រាប់បំពងណាអ្នកទាំងអស់គ្នាព្រោះសារម៉ណុយថ្ងៃហ្នឹងគឺខ្ញុំឆាចាខ្ញុំអត់ចំហុយទេអញ្ចឹងឡើយខ្ញុំធ្វើការចិញ្ច្រាំមកទេអ្នកទាំងអស់គ្នាខ្ញុំក៏ចាប់ផ្ដើមធ្វើការចិតជាមួយនឹងខ្ទឹមក្រហមចាបន្ទាប់មកគឺខ្ញុំធ្វើការហាន់សាច់ដើម្បីចិញ្ច្រាំចាអញ្ចឹងខ្ញុំបែងចែកខ្លាញ់ដើម្បីជាហៀវផ្សេងហើយសាច់ធ្វើការចិញ្ច្រាំជាមួយនឹងប្រហុកអញ្ចឹងណាអ្នកទាំងអស់គ្នាសម្រាប់ប្រហុកបើអ្នកនរគ្នាចង់បែនធំរៀងធំក្លិនរៀងខ្លាំងអ្នកនរគ្នាដាក់ខ្លាំងបែនចាឥឡូវខ្ញុំចាប់ផ្ដើមចំហៀវខ្លាញ់ហើយចាអញ្ចឹងខ្លាញ់ដែលខ្ញុំចំហៀវហ្នឹងគឺបានក្រៀមហើយខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងខ្ទឹមសចាអញ្ចឹងអ្នកទាំងអស់គ្នាគូទៅគូមករហូតដល់តែខ្ទឹមក្រហមចាអញ្ចឹងឥឡូវហ្នឹងខ្ញុំចាប់ផ្ដើមលាយគ្រឿងដាក់ស្ករហើយនឹងប៊ីចេងចាបន្ទាប់មកខ្ញុំដាក់ជាមួយនឹងអំបិលហើយខ្ញុំយកជាមួយនឹងសាច់ដែលចាំមួយប្រហុកហ្នឹងយកតកូចូលគ្នាដើម្បីឲ្យចូលជាតិតែម្ដងអញ្ចឹងអ្នកទាំងអស់គ្នាវីទៅវីមកទៅចារហូតតសាច់របស់យើងឆ្អិនហើយចូលជាតិល្អហើយដើម្បីឲ្យអំបិលចេញជាតិចូលណាអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាធ្វើបែបហ្នឹងមកចាអញ្ចឹងអ្នកទាំងអស់គ្នាគូទៅគូមកបែបហ្នឹងអ្នកទាំងអស់គ្នាបើស្ទើរអីអ្នកទាំងអស់គ្នាអាចបន្ថែមបានហើយសម្រាប់បងប្អូនដែលគាត់ចូលចិត្តញ៉ាំម្ទេសអាចថែមជាមួយនឹងម្ទេសបានចាអញ្ចឹងឥឡូវហ្នឹងគឺឆ្អិន 100% អ្នកទាំងអស់គ្នាឲ្យបន្ទុកខ្ញុំប៉ុន្មានភាគរយដែរចានេះគឺជាមុខម្ហូបថ្ងៃត្រង់របស់ខ្ញុំតែម្ដងងាយហើយលឿនទៀតអ្នកទាំងអស់គ្នាហើយមុខម្ហូបនេះគឺយើងញ៉ាំបន្លែបានច្រើនចាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់ចង់ធ្វើញ៉ាំគាត់អាចធ្វើញ៉ាំបានណាអរគុណច្រើនសម្រាប់ការចូលទស្សនាបងប្អូនទាំងអស់គ្នាជម្រាបលា